ម្ដងនេះមានទាំងឆ្លាមដៃរបស់អាមេរិកនាគសមុទ្ររបស់អង់គ្លេសនិងដូហ្វីនបំបាំងកាយរបស់អ៊ីរ៉ង់កំពុងតែហែកនឹងបណ្ដាច់ខ្លួនលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយហើយដោយនាវាមួយទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងនាវាចម្បាំងរបស់អង់គ្លេសបានចាប់ដៃគ្នាឡោមព័ទ្ធអ៊ីរ៉ង់ទាំងលើទឹកនិងក្រោមទឹកនេះគឺជាលើកដំបូងហើយដែលអាវុធកំណាចរបស់អាមេរិកបានបង្ហាញមុខជាសាធារណៈដើម្បីគំរាមទីក្រុងតេហេរ៉ង់ចំពេលដែលអ៊ីរ៉ង់ឯណោះវិញក៏មិនណយដែរកំពុងតែហាត់សមនាវាមួយទឹករបស់ខ្លួននៅច្រកសមុទ្រយុទ្ធសាស្ត្រតោះទៅតាមដានស្ដាប់រឿងដ៏ញាក់សាច់មួយនេះប្រិមិត្តគេហទំព័របញ្ជាការកងនាវាសហរដ្ឋអាមេរិកនៅថ្ងៃទី11ឧសភាបានឲ្យដឹងថានៅក្នុងជំហានយោធាដ៏កម្របំផុតនិងមិនធ្លាប់មានពីមុនមកមន្ទីរបញ្ចកោណបានសម្រេចចិត្តបង្ហោះរូបភាពនិងបញ្ជាក់ជាសាធារណៈពីវត្តមានរបស់នាវាមួយទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ USS Alaska នៅច្រកសមុទ្រជីប្រាតាកាលពីថ្ងៃទី10ឧសភាជាធម្មតានាវាមួយទឹកប្រភេទ Ohio Class នេះគឺជាអាវុធសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិកដែលត្រូវបានសម្ងំនៅបាតសមុទ្រដោយគ្មានអ្នកណាដឹងទីតាំងឡើយប៉ុន្តែការបង្ហាញខ្លួនយ៉ាងចំហនៅពេលនេះគឺជាការផ្ញើសារព្រមានកម្រិតអាវុធនុយក្លេអ៊ែរទៅកាន់ទីក្រុងតេហេរ៉ង់ស្របពេលដែលការចរចាបិទឈប់បាញ់ត្រូវបានបរាជ័យនាវាមួយទឹកប្រភេទថ្នាក់ Ohio Class នេះភ្ជាប់មកជាមួយមីស៊ី Trident D5 ចំនួន20 ដើមនៅលើនាវាដែលអាចបាញ់កំទេចគោលដៅបានចម្ងាយជាង 12,000 គីឡូម៉ែត្រដែលអាមេរិកកំពុងតែបង្ហាញថាដៃរបស់ខ្លួនវែងនិងសាហាវគ្រប់គ្រាន់ក្នុងការកំទេចអ៊ីរ៉ង់ទោះបីជានាវាមួយទឹកនេះមិនទាន់ទៅដល់ច្រកសមុទ្រអូម៉ូសក៏ដោយនាវាឃាតករនេះកំពុងតែស្ថិតនៅចម្ងាយប្រមាណ 6,000 គីឡូម៉ែត្រពីច្រកសមុទ្រអូម៉ូសដែលអាចធ្វើដំណើរប្រមាណ10ទៅ12ថ្ងៃទៀតទៅដល់តំបន់យុទ្ធសាស្ត្រស្របពេលដែលអាមេរិកបង្កើនសម្ពាធនុយក្លេអ៊ែរចក្រភពអង់គ្លេសក៏បានសម្រេចចិត្តបោះជំហានយោធាដ៏សំខាន់មួយទៀតផងដែរដោយបានបញ្ជូននាវាចម្បាំង HMS Dragon ឆ្ពោះមកកាន់តំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី10ឧសភានេះបើយោងតាមគេហទំព័រ Naval News នេះគឺជាលើកទី1ហើយចាប់តាំងពីសង្គ្រាមអាមេរិកអ៊ីរ៉ង់ផ្ទុះឡើងកាលពីខែកុម្ភៈដែលកងទ័ពជើងទឹកអង់គ្លេសបានបញ្ជូននាវាចម្បាំងមកក្បែរតំបន់ជម្លោះនាវាចម្បាំង HMS Dragon ដែលមានរហស្សនាមថានាគសមុទ្រគឺជាអ្នកជំនាញខាងការពារដែនអាកាសនិងការបាញ់កំទេចដ្រូនឬក៏មីស៊ីលវត្តមានរបស់អង់គ្លេសនៅពេលនេះមិនត្រឹមតែមកដើម្បីជួយការពារនាវាពាណិជ្ជកម្មនិងនាវាដឹកប្រេងដែលកំពុងតែជាប់គាំងប៉ុណ្ណោះទេប៉ុន្តែគឺជាការបង្ហាញសាមគ្គីភាពដៃថៃជាមួយសហរដ្ឋអាមេរិកក្នុងការត្រៀមលក្ខណៈសម្រាប់សង្គ្រាមទ្រង់ទ្រាយធំប្រសិនបើទីក្រុងតេហេរ៉ង់នៅតែរឹងទទឹងបំបីរបាំងបិទគប់ផ្លូវទឹកមុននឹងអង់គ្លេសបញ្ជាឲ្យបោកទីនេះនាវាចម្បាំង HMS Dragon កំពុងតែយាមកាននៅសមុទ្រមេឌីទែរ៉ានីភាគខាងកើតតាំងពីខែមីនាមកម្លេះដើម្បីការពារកោស៊ីបការដកយកនាវាដ៏ខ្លាំងពូកែមួយគ្រឿងនេះចេញពីតំបន់អឺរ៉ុបមកតំបន់មជ្ឈិមបូព៌ាគឺដើម្បីចូលរួមជាមួយនាវាចម្បាំងសហរដ្ឋអាមេរិកដែលមានជាង20គ្រឿងរួមជាមួយនាវាផ្ទុកយន្តហោះខ្នាតយក្សចំនួន2គ្រឿងគឺ USS Abraham Lincoln និង USS George W Bush ក្នុងគោលបំណងបិទគប់សកម្មភាពចរាចរណ៍ជើងទឹករបស់ទីក្រុងតេហេរ៉ង់ទាំងស្រុងទោះបីជាត្រូវឡោមព័ទ្ធដោយនាវាចម្បាំងសហរដ្ឋអាមេរិកជាង20គ្រឿងនិងអាវុធនុយក្លេអ៊ែរមកដល់មាត់ទ្វារផ្ទះក៏ដោយក៏អ៊ីរ៉ង់មិនបានបង្ហាញសញ្ញាចោះចាញ់ឡើយគេហទំព័រ JFIT នៅថ្ងៃទី10ឧសភាបានឲ្យដឹងថាមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោកឧត្តមនាវី ISRM Irony បានប្រកាសនៅថ្ងៃទី10ឧសភាថាក្រុមនាវាមួយទឹកខ្នាតតូចថ្នាក់ Garder ដែលផលិតនៅក្នុងស្រុកមួយក្រុមបានធ្វើសមយុទ្ធបង្កើតលើផ្ទៃទឹកនៅច្រកសមុទ្រអូម៉ូសតាមរយៈការធ្វើសមយុទ្ធនាវាមួយទឹកខ្នាតតូចប្រភេទ Garder Class ដែលគេប្រសិទ្ធនាមថា Dolphin ឈូងសមុទ្រពាក់នៅចំកណ្ដាលច្រកសមុទ្រអូម៉ូសតែម្ដងនាវាមួយទឹកតូចៗទាំងនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីសម្ងំនៅបាតសមុទ្ររាក់ៗនិងបិទម៉ាស៊ីនបំបាំងកាយពីរ៉ាដាសហរដ្ឋអាមេរិកដែលធ្វើឲ្យពួកគេជានិមិត្តរូបនៃយុទ្ធសាស្ត្រយកតូចឈ្នះធំឥឡូវនេះស្ថានភាពបានធ្វើឲ្យច្រកសមុទ្រអូម៉ូសក្លាយទៅជាវាពិឃាតដ៏គ្រោះថ្នាក់បំផុតដែលមានទាំងឆ្លាប់ដៃរបស់សហរដ្ឋអាមេរិកនាគសមុទ្ររបស់អង់គ្លេសនិងដូហ្វីនបំបាំងកាយរបស់អ៊ីរ៉ង់កំពុងតែប្រឈមមុខដាក់គ្នាត្រៀមផ្ទុះសង្គ្រាមគ្រប់វិនាទីម្ដងទៀតមានសំណួរកាត់ឡើងតើឆ្លាមដៃអាមេរិកពិតជាហ៊ានបាញ់មីស៊ីបំពាក់នុយក្លេអ៊ែរដែរឬទេខ្ញុំសំអាងវណ្ណៈ True Insider New Holland មានច្រើនជម្រើសពីតូចដល់ធំគ្រប់ប្រភេទស្រែចម្ការត្រាក់ទ័រ New Holland នៅជាមួយអ្នកគ្រប់រដូវកាល